ប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅក្នុងខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារបានរងរបួសធ្ងន់ស្រាលដោយសារតែការបាញ់ប្រហាររបស់កងទ័ពថៃពីលើអាកាសដោយប្រើយន្តហោះចំបាំង F-16 និងតាមជើងគោកដោយប្រើរថក្រោះហើយផ្ទះរបស់ពលរដ្ឋខ្មែរជាច្រើនខ្នងបានឆេះខូចខាតនេះគឺជាការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025ក្រសួងការពារជាតិឲ្យដឹងថាថៃបានប្រើយន្តហោះចំបាំង F-16 វាយប្រហារនៅឃុំស្រអែមស្រុកជាំខ្សានខេត្តព្រះវិហាររថក្រោះបាញ់បុកនៅប្រាសាទខ្នាកាំភ្លើងធំកាំភ្លើងត្បាល់បាញ់ផ្លោងតំបន់អានសេះតាំងពីព្រឹកព្រលឹមម៉ោង5រហូតដល់ម៉ោង11ព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025ប្រជាជនខ្មែរជាច្រើនអ្នកបានរត់ចេញពីផ្ទះសម្បែងនៅខេត្តជាប់ទល់ដែនថៃទាំងពីរនេះទៅរកជំរកសុវត្ថិភាពនៅតាមដងផ្លូវនៅក្នុងខេត្តព្រះវិហារនិងឧត្តរមានជ័យរថយន្តត្រាក់ទ័រម៉ូតូនិងរ៉ឺម៉កជាច្រើនបានកកស្ទះតាមដងផ្លូវខណៈដែលប្រជាពលរដ្ឋព្យាយាមភៀសខ្លួនដោយនាំយកទៅជាមួយនៅរបស់របរចាំបាច់ដូចជាភួយមុងអង្ករនិងសម្លៀកបំពាក់ជាដើមចំណែកសិស្សានុសិស្សនៅក្នុងខេត្តឧត្តរមានជ័យបានរត់ប្រសាទចេញពីថ្នាក់រៀននៅថ្ងៃទី8ខែធ្នូនិងខ្លះទៀតរត់ចូលលេនដ្ឋានដោយការភ័យខ្លាចខណៈស្នូកំភ្លើងធំរបស់ថៃផ្ទុះលាន់រន្ធន់ពេញទីធ្លាក្រសួងអប់រំបានឲ្យដឹងថាសាលារៀនទាំងអស់នៅព្រំដែនខេត្តឧត្តរមានជ័យត្រូវបិទទ្វារបណ្ដោះអាសន្នជីវិតមនុស្សស្លូតត្រង់រាប់ពាន់នាក់ត្រូវបានបង្ខំឲ្យធ្វើដំណើរតាមដងផ្លូវដោយសារតែព្រំដែនកម្ពុជាពេលនេះត្រូវរងគ្រោះជាថ្មីម្ដងទៀតដោយសារតែការវាយប្រហាររបស់យោធាថៃអះអាងថាខ្លួនបានបើកការបាញ់ប្រហារទៅលើកម្ពុជាដើម្បីសងសឹកកម្ពុជាបានបាញ់ទាហានថៃមុននៅព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025ក៏ប៉ុន្តែកម្ពុជាច្រានចោលការលើកឡើងនេះយ៉ាងដាច់អហង្ការកម្ពុជាថាថៃបានបាញ់ប្រហារកម្ពុជាមុនដោយចាប់ផ្ដើមពីតំបន់អានសេះខេត្តព្រះវិហារនិងរីករាលដាលទៅដល់គ្រប់តំបន់នៅក្នុងខេត្តព្រះវិហារនិងឧត្តរមានជ័យ